รื่องใบปริญญา SCP យាយទៅមានបងប្អូន request ច្រើនមែនទែនពីរឿង SCP ហើយតើ SCP នេះគឺជាអ្វី SCP មានពាក្យពេញថា Secure Contain Protect ដែលបកប្រែជាភាសាខ្មែរថាសុវត្ថិភាពមានការការពារហើយ SCP Foundation ហ្នឹងវាប្រៀបដូចជាមូលនិធិមួយអញ្ចឹងដែលគេបង្កើតមកសម្រាប់ការការពារពិភពលោកពីភាវៈចម្លែកសត្វចម្លែកមនុស្សចម្លែកបិសាចចម្លែកអីចឹងទៅឬក៏បែបការការពារភាពមិនប្រក្រតីណាមួយដែលបង្កគ្រោះថ្នាក់ដល់ពិភពលោកហើយក្រុម SCP ដែលគេចាត់ទុកហ្នឹងណាវាយើងអាចពយល់បានគឺវាមានចម្រុះពេលខ្លះវាអាចជាសត្វពេលខ្លះវាអាចជាមនុស្សបាតុភូតធម្មជាតិអីចម្លែកអញ្ចឹងណាបងប្អូនហើយ SCP ទាំងអស់ហ្នឹងគឺគេបែងចែក level របស់វាពីអាគ្រោះថ្នាក់មកអត់គ្រោះថ្នាក់ពីអាកាត់មក slow អញ្ចឹងណាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបើគ្រាន់តែស្ដាប់ប៉ុណ្ណឹងអ្នកទាំងគ្នាខ្លះអាចនឹងគិតថាអូយគួរឲ្យខ្លាចថ្មីហើយ SCP ហ្នឹងមានពិតប្រាកដមែនអត់តាមពិតទៅ SCP Foundation ហ្នឹងគ្រាន់តែជាអ្វីដែលគេបង្កើតឡើងមកលេងបែបវិទ្យាសាស្ត្រកំសាន្តទេបងប្អូនតើហេតុអីបានគ្រាន់តែជារឿងប្រឌិតសោះហេតុអីក៏ល្បីម៉េះយកមកនិយាយដូចមែនតើម៉េះការប្រឌិតរបស់ SCP Foundation ហ្នឹងវា viral ល្បីពីព្រោះដោយសារមានរូបតំណាងពិតប្រាកដដូចជាពេលខ្លះយកចេញពីបាតុភូតពេលខ្លះយកចេញពី video game ពេលខ្លះយកចេញពីរឿងខ្លីៗអីនាដែលគេបង្កើតជា AI រឿង Leviathan រឿង Kraken ហ្នឹងក៏វានៅក្នុង SCP នឹងដែរអូខេឥឡូវកុំឲ្យខាត់ពេលយូរបើអ្នកទាំងគ្នាយល់ពី SCP ដែលខ្ញុំបញ្យល់មុនហ្នឹងហើយឥឡូវចូលដល់រឿងយើងវិញគឺរឿង SCP 096ហើយហេតុអីបានខ្ញុំលើកយក SCP 096ហ្នឹងមកនិយាយមុនគេ SCP 096ហ្នឹងប្រវត្តិគេកំសត់មែនតើហើយក៏គួរឲ្យខ្លាចខ្លាំងដែរហើយ SCP 096ហ្នឹងត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា The Shy Guy គឺបិសាចពូកែអៀនតែម្ដងតោះគ្នាអៀនមែនតែប្រមាញ់មនុស្សញាក់តែម្ដងតោះគ្នាមើលតែវីដេអូខ្ញុំទៅមើលតែរូបរាងគេទៅគួរឲ្យខ្លាចប៉ុណ្ណាដែលបិសាចពូកែអៀន SCP 096ហ្នឹងកម្ពស់របស់វារហូតដល់ទៅ73ម៉ែត្រឯណោះតោះគ្នាហើយដៃវាមួយចំហៀងគឺ1ម៉ែត្រកន្លះអូយដៃវែងជើងវែងនិយាយទៅខ្ពស់មែនតើហើយវាមានរូបរាងស្គមស្គាំងសស្លេកហើយភ្នែករបស់វាគឺអត់មានពណ៌ទេសសុទ្ធខ្មៅសុទ្ធអីចឹងទៅហើយមាត់របស់ SCP 096ហ្នឹងតោះគ្នាអាចបើកធំជាងមនុស្សធម្មតា4ដង SCP 096ហ្នឹងបើមើលតាមរូបហើយយើងដែលគេធ្វើហ្នឹងតោះគ្នាគឺស្រៀងនឹងខ្មោចអាក្រក់ខ្មែរយើងតោះគ្នាហ្នឹងបើសម្រាប់ខ្ញុំតោះគ្នាគិតចឹងអត់ចុះហេតុអីបានគេហៅវាថាសាយកាយបកែអៀនពីព្រោះថា SCP 096ហ្នឹងតែងតែយកដៃទាំងពីររបស់វាហ្នឹងបាំងមុខវាជាប់ជានិច្ចហើយអ្វីដែលខ្ញុំនិយាយថាហេតុអីបាន SCP 096ហ្នឹងមានប្រវត្តិកំសត់ភូតត្បូងឡើយគឺគេនិយាយថា SCP 096ហ្នឹងគ្រាន់តែជាក្មេងប្រុសធម្មតាជាមនុស្សសាមញ្ញធម្មតាទេប៉ុន្តែគាត់ទទួលរងនៅការសោកចំអកពីមនុស្សជុំវិញខ្លួនអីអញ្ចឹងទៅថាគាត់មានរូបរាងអាក្រក់មុខអាក្រក់អីអញ្ចឹងដែលបណ្ដាលឲ្យគាត់ទៅជាការជំងឺ depression ធ្ងន់ធ្ងរហើយស្អប់ខ្លួនឯងដោយសម្ពាធធ្ងន់ធ្ងរទាំងអស់នោះធ្វើឲ្យគាត់ធំធាត់ឡើងខ្លាចទៅជាបិសាចដោយឯងហើយជាបិសាចដែលតែងតែយកដៃបាំងមុខប៉ុន្តែបើសិនជានរណាម្នាក់ដែលបានឃើញមុខគាត់គឺគាត់នឹងតាមសម្លាប់អ្នកនោះជាជាក់មិនខានហើយ SCP 096ហ្នឹងគឺចូលចិត្តនៅភ្នំតកកខ្ពស់ៗបងប្អូនហើយគេបាននិយាយថាគឺគាត់នៅភ្នំតកកប្រទេសកាណាដាទៀតផងនិយាយរួមទៅ SCP 096ហ្នឹងគឺចូលចិត្តលាក់ខ្លួនក្នុងលអាងភ្នំហើយអ្នកដែលចូលចិត្តទៅ camping បោះជំរំនៅភ្នំចូលចិត្តឡើងភ្នំជិះកង់ទៅភ្នំអីហ្នឹងបងប្អូនគឺតែងតែឮសំឡេង SCP 096ហ្នឹងស្រែកឡើងហឹងពេញភ្នំតែម្ដងជាពិសេសគឺនៅពេលល្ងាចថ្ងៃលិចអីចឹងទៅដែលសម្រែករបស់វានោះពេលខ្លះជាការសើចពេលខ្លះជាការយំដល់ឈឺចាក់ពេលខ្លះគួរឲ្យខ្លាចផងដែរហើយ SCP 096ហ្នឹងគឺមានថាមពលពិសេសម្យ៉ាងតោះគ្នាដែលរាល់អវយវៈរបស់វាត្រូវបានបំផ្លាញនៅផ្នែកណាមួយគឺអាចដុសមកវិញបានដោយឯងឧបមាថាបើសិនជាយើងឃើញវាហើយយើងបាញ់វាត្រង់ដៃដាច់ជើងអីចឹងទៅគឺវាអាចដុសមកវិញបានភ្លាមតែម្ដងហើយវារត់បានលឿនជាងឡានទៅទៀតទាំងអស់គ្នាគួរឲ្យខ្លាចមែនតើនិយាយរួមទៅបើសិនជា SCP 096ហ្នឹងមានមែនតើ in real life ហើយយើងបានជួបវាទាំងអស់គ្នាកុំមើលមុខវាសោះណាបាត់ផុតពីវាទេរត់ក៏លឿនដុសដៃដុសជើងបានមកវិញទៀតនិយាយទៅគឺយើងអាចធ្វើអីវាបានហ្មងហើយមួយទៀតកាន់តែពិសេសដល់គ្នានេះរូបអបៈនេះដែលខ្ញុំយកមកដាក់ហ្នឹងគឺគេនិយាយថាហ្នឹងគឺជារូប SCP 096ការគាត់ជាមនុស្សតែពិតមុខគាត់ឡើងស្អាតដល់គ្នាមុខឡើងសង្ហាប្រុសស្អាតតែម្ដងហេតុអីបានជាមានមនុស្សសោកចំហកគាត់អាហ្នឹងបើសិនជាអ្វីដែលជាការពិតណាបើរឿងហ្នឹងជាការពិតប៉ុន្តែគ្រាន់ថារឿង SCP 096ហ្នឹងគឺគេប្រឌិតឡើងដើម្បីកំសាន្តទេខ្ញុំសូមបញ្ជាក់ម្ដងទៀតក្រែងមានណាគេមកដៀលខ្ញុំទៀតដល់គ្នា
ហើយមានពាក្យចាំរាមួយទៀតថា SCP-096 នឹងត្រូវបានគេយកទៅគុំឃាំងនៅក្នុងបន្ទប់4ជ្រុងដ៏ងងឹតមួយដើម្បីកុំឲ្យវានឹងទៅ attack មនុស្សអីចឹងណាតើគ្នាអូខេឥឡូវរឿង SCP-096 ចាប់ហើយតើគ្នាពេលដែលដឹងរឿងហ្នឹងហើយមានអារម្មណ៍ថាវាគួរឲ្យខ្លាចហើយគួរអាណិតដូចខ្ញុំនិយាយនៅខាងដើមវីដេអូអត់អាច comment ប្រាប់ខាងក្រោមនឹងបានហើយអរគុណមែនតើតើគ្នាឥឡូវខ្ញុំមាន fan នៅក្នុង YouTube ច្រើនមែនតើមិនត្រឹមតែនៅក្នុង Facebook ហើយ TikTok YouTube ឥឡូវខ្ញុំមាន fan ហើយស្រឡាញ់ខ្ញុំច្រើនមែនតើអរគុណដល់អ្នកគ្នាខ្លាំងៗមកសម្រាប់ការស្រឡាញ់ចូលចិត្តខ្ញុំនឹងរករឿងថ្មីអីមកនិយាយប្រាប់ដល់អ្នកគ្នាបន្ថែមទៀតបើសិនជាចូលចិត្តចឹងពីព្រោះថាមនុស្សខ្ញុំគឺចូលចិត្តអារឿងបែបចឹងហើយខ្ញុំចូលចិត្តនិយាយឲ្យគេស្ដាប់ទៀតអញ្ចឹងត្រូវគ្នាអីអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយ